ទាហានខ្មែរនិងថៃផ្ទុះអាវុធដាក់គ្នារយៈពេលខ្លីខណៈថៃថាគ្មានទាហានខ្លួនស្លាប់នោះទេប្រិមិត្តជាទីគោរពនឹងជាទីមេត្រីទាហានខ្មែរនិងថៃបានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លីស្ថិតនៅក្នុងតំបន់មានចំនួនតាមព្រំដែននៅថ្ងៃពុធនេះបើតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃសេចក្តីថ្លែងការណ៍ពីភាគីថៃបានលើកឡើងថាទាហានខ្មែរបានចូលទៅក្នុងតំបន់មានចំនួនហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារដែលបណ្ដាលឲ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញទោះជាយ៉ាងណាអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោកម៉ៅផល្លាបាននិយាយថាទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែននៅពេលដែលទាហានថៃបានបើកការបាញ់ប្រហារក្រោយប៉ះទង្គិចគ្នារយៈពេល10នាទីមេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបពិភាក្សានិយាយគ្នាតាមទូរស័ព្ទដើម្បីបញ្ជាឲ្យមានបទឆបាញ់គ្នាសិនភាគីថៃពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះនោះទេខណៈភាគីកម្ពុជានៅមិនទាន់មានការអះអាងភ្លាមនៅឡើយពីសារព័ត៌មានទាហានបារបួសឬស្លាប់រដ្ឋមន្ត្រីការពារជាតិថៃលោកភួមថាំងវេឆាយ៉ាឆៃបាននិយាយថាភាពតានតឹងត្រូវបានដោះស្រាយហើយបញ្ជាក់ថាកងទ័ពប្រទេសទាំងពីរគ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេបាទប្រិមិត្តជាទីគោរពនឹងជាទីមេត្រីបាទនៅពេលនេះបាទកម្ពុជាជាមួយនឹងថៃគឺកំពុងតែមានការផ្ទុះអាវុធនៅក្នុងតំបន់ព្រំដែនដែលកំពុងតែមានចំនួនដោយកំពុងតែតានតឹងខ្លាំងដែរបងប្អូនប្រិមិត្តអរគ្នាដូច្នេះនេះគ្រាន់តែជាព័ត៌មានបឋមទេដូច្នេះព័ត៌មានលម្អិតអាប់ដេតយ៉ាងណានោះខ្ញុំបាទនឹងផ្សាយជូនបងប្អូនទស្សនានៅក្នុង Channel YouTube របស់ខ្ញុំបាទជាបន្តទៀតបាទសូមអរគុណសូមជម្រាបលា